ទឹកគ្រឿងបែបខ្មែរឆ្ងាញ់ៗពុកម៉ែបងប្អូនអាចមើលវីដេអូនេះបានហើយជាមួយនឹងគ្រឿងផ្សំដែលនឹងខ្ញុំបានបង្ហាញពុកម៉ែបងប្អូនមានដូចជាម្ទេសចាមានដូចជាខ្ទឹមសខ្ទឹមក្រហមស្លឹកជីចាមានលខ្ទឹមហើយស្លឹកជីវែងណាពុកម៉ែបងប្អូនចាហើយមានក្រូចឆ្មានិងយើងលាយជាមួយនឹងសណ្តែកដីដែរចាដើម្បីឲ្យកាន់តែមានក្លិនឈ្ងុយឈ្ងប់តែម្ដងចាហើយជាមួយនឹងត្រីដែលយើងបានបេះហើយយើងបុកពុកម៉ែបងប្អូនវិធីធ្វើពុកម៉ែបងប្អូនអាចមើលជា step តាមលំដាប់លំដោយដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនហ្នឹងទៅគឺអត់មានអីពិបាកទេព្រោះយើងញ៉ាំលក្ខណៈគ្រួសារយើងអត់ចាំបាច់អីដែលមានលក្ខណៈប្រណិតពេកទេសំខាន់យើងធ្វើឲ្យគ្រប់គ្រឿងហើយឲ្យវាត្រូវរសជាតិចាហើយបញ្ជាក់ជូនថាទឹកគ្រឿងគឺយើងត្រូវតែមានរសជាតិរៀងផ្អែមបន្តិចជូរបន្តិចចារៀងដិតអញ្ចឹងពុកម៉ែបងប្អូនអាចមើលវិធីនេះទៅហើយម្ទេសដូចនេះខ្ញុំបានជម្រាបជូនថាបើបងប្អូនចូលចិត្តម្ទេសអាចដាក់បន្ថែមទៅឲ្យវាបង្កើននៅឲ្យជារសហើយបន្លែតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តចា